ការបំបើដោះកូនដោយទឹកដោះម្ដាយនិងទឹកដោះកូនម្សៅហ្នឹងមួយណាជាជំរើសល្អប្រសើរជាងទឹកដោះម្ដាយគឺល្អបំផុតតែសារតែទឹកដោះម្ដាយគឺមានប្រព័ន្ធការពារមានជាអង់ទីកម៉ាក់គាត់រវល់ឬក៏អត់មានទឹកដោះថាគាត់គួរធ្វើមិនទៅលោកគ្រូជាច្រើនគឺគេអាចបូមបានបើសិនជាយើងឲ្យបូមហើយយើងទុកនៅខាងក្រៅយើងអាចថាទុកបានប្រហែល4ម៉ោងអីទេអតិចធម្មតាយើងអាចទុកបាន3ទៅ4ថ្ងៃសូមគោរពនឹងជម្រាបសួរទស្សនិកជនជាទីគោរពនិងជាទីមេត្រីសូមស្វាគមន៍សាជាថ្មីមកកាន់ Podcast Kid Education Cambodia ដែលជាវេទិកាចែករំលែកចំណេះដឹងទូទៅទាក់ទងទៅនឹងសុខភាពកុមារនិងទារកចានៅក្នុងវីដេអូនេះយើងនឹងលើកឡើងអំពីប្រធានបទសំខាន់មួយចាដែលជាប្រធានបទពេញនិយមនិងក្តៅគគុកទន្ទឹមនឹងគ្នានេះដែរចាគឺការបំបើកូនដោយទឹកដោះម្ដាយនិងការបំបើកូនដោយទឹកដោះគោម្សៅអញ្ចឹងនៅក្នុងប្រធានបទនេះជាថ្មីម្ដងទៀតគឺយើងនឹងមានវត្តមានវិក្កាមកិត្តិយសដែលគាត់ជាវិជ្ជបណ្ឌិតឯកទេសផ្នែកកុមារគឺលោកគ្រូវិជ្ជបណ្ឌិតវងសុជីវ័នជំរាបសួរលោកគ្រូចាស្វាគមន៍សាជាថ្មីចាលោកគ្រូដោយសារតែវគ្គមុនគឺយើងបានជជែកគ្នាច្រើនចាតកតងជាមួយនឹងស្ថានភាពសុខភាពធម្មតារបស់ទារកចាលោកគ្រូដឹងហើយស្ថានភាពបច្ចុប្បន្ននេះម៉ាក់គឺគេមមាញឹកណាស់ចាអ្នកខ្លះគឺគាត់ធ្វើការនៅការិយាល័យអ្នកខ្លះគាត់គឺជាអាជីវករជាអ្នកជំនួញចាអញ្ចឹងគឺថាស្ថានភាពជីវភាពហ្នឹងអត់មានពេលវេលាគ្រប់គ្រាន់នៅក្នុងការបំបើកដោះទេចាអញ្ចឹងវាធ្វើឲ្យមានការលើកឡើងរវាងការបំបើដោះកូនដោយទឹកដោះម្ដាយនិងទឹកដោះគោម្សៅតកតងនឹងចំណុចនេះគឺចង់ឲ្យលោកគ្រូបញ្ជាក់ដែរថាតើការបំបើដោះកូនដោយទឹកដោះម្ដាយនិងទឹកដោះគោម្សៅហ្នឹងមួយណាជាជំរើសល្អប្រសើរជាងអញ្ចឹងបើសិនជាប្រៀបធៀបរវាងទឹកដោះម្ដាយហើយនិងទឹកដោះគោចាអញ្ចឹងទឹកដោះម្ដាយគឺល្អបំផុតល្អជាងគេដោយសារតែទឹកដោះម្ដាយគឺមានប្រព័ន្ធការពារមានជាអង់ទីកហើយការសិក្សាគេរកឃើញថាកាលណាក្មេងដែលបើទឹកដោះម្ដាយសតគេខ្លះធ្វើឲ្យគាត់ងាយឈឺចាតកតងជាមួយនឹងកាពះពោះវៀនតកតងជាមួយនឹងផ្លូវដង្ហើមគឺរឹងមាំជាងក្មេងដែលគាត់បើទឹកដោះគោចុះបើសិនជាម៉ាក់គាត់រវល់ឬក៏អត់មានទឹកដោះថាគាត់គួរធ្វើមិនទៅលោកគ្រូជាច្រើនគឺគេអាចបូមបានគេអាចបូមហើយយកទៅក្លាសេទុកទៅហើយនៅពេលដែលគាត់អត់នៅគឺគាត់យកទៅដោះគោដែលគាត់ក្លាសេទុកនោះយកមកដាក់កម្ដៅហើយដាក់ឲ្យកូនគាត់បើបានចាលោកគ្រូអញ្ចឹងតកតងជាមួយនឹងការបូមនិងរក្សាទឹកដោះហ្នឹងយើងមានវិធីសាស្ត្របែបណាខ្លះដែរដែលជាការរក្សាត្រឹមត្រូវលោកគ្រូទៅការបូមទឹកដោះហ្នឹងសំខាន់គឺការសម្អាតឲ្យបានស្អាតហើយបូមឲ្យបានត្រឹមត្រូវរក្សាទុកកន្លែងដែលស្អាតហើយត្រជាក់សីតុណ្ហភាពមួយដែលត្រឹមត្រូវបើសិនជាយើងឲ្យបូមហើយយើងទុកនៅខាងក្រៅយើងអាចថាទុកបានប្រហែល4ម៉ោងអីទេតែបើសិនយើងទុកក្នុងទូទឹកកកគេចែកចេញជាកន្លែងដែលកកហើយនិងកន្លែងដែលត្រជាក់ធម្មតាអតិចធម្មតាយើងអាចទុកបាន3ទៅ4ថ្ងៃចាបើកន្លែងកកអាចចូលដល់ខែប៉ុន្តែវាស៊ីសងទៅលើសីតុណ្ហភាពដែរចុះសីតុណ្ហភាពគួរតែប្រមាណហើយអាចទុកខ្ទង់ខែហ្នឹងអាចប្រមាណខែដែរលោកគ្រូមែនតើទៅបើសិនជាសីតុណ្ហភាពត្រជាក់ខ្លាំងអាចថាខ្ទង់ដក15ទៅដល់20អង្សាត្រជាក់ខ្លាំងហើយយើងទុកក្នុងទូមួយដាច់រលែកដែលយើងងាយបើកចេញបើកចូលទេចាអញ្ចឹងអាចទុកបានរហូតទៅដល់4-5ខែក៏បានដែរលោកគ្រូចុះពេលដែលយើងយកទឹកដោះកកហ្នឹងចេញមកក្រៅហើយរំលាយឲ្យទារកគាត់បើហ្នឹងយើងរំលាយរបៀបម៉េចទៅលោកគ្រូកម្ដៅរបៀបម៉េចទៅកម្ដៅខ្ញុំធ្លាប់ឃើញគេមានម៉ាស៊ីនមួយសម្រាប់កម្ដៅប៉ុន្តែបើសិនយើងធ្វើតាមបែប conventional មកតាមបែបធម្មតាគឺយើងអាចប្រើជាទឹកក្ដៅដាក់ក្នុងកធុនទឹកក្ដៅនុនក្នុងកធុនយើងដាក់ទឹកដោះគោនឹងដាក់ចូលទៅត្រាំវាមួយស្ទុះអីទៅចាឬក៏នៅមានម៉ាស៊ីនគេហៅម៉ាស៊ីនមួយទឹកក្ដៅទឹកជាងចាយើងអាចប្រើហ្នឹងក៏បានដើម្បីរំលាយវាហើយនៅពេលដែលវារលាយសពហើយកម្ដៅសមរម្យល្មមយើងអាចឲ្យគាត់បើកចុះលោកគ្រូមានតែករណីដែលម្ដាយហ្នឹងគឺគាត់អត់មានទឹកដោះតែម្ដងធ្លាប់មានដែរចាប៉ុន្តែបើយើងនិយាយពីរាងកាយរបស់មនុស្សយើងចាធម្មតាវា design មកគឺដើម្បី survival ចាបានន័យថានៅពេលដែលគាត់មានកូនគឺទឹកដោះហ្នឹងវាត្រូវតែផលិតអញ្ចឹងចំពោះម្ដាយខ្លះដែលគាត់អត់សូវចេញទឹកដោះចាពេលខ្លះគឺគាត់អត់បានសាកឲ្យកូនគាត់នឹងបើទេចាមែនតើទៅការបើរបស់កូនគាត់គឺវាជាការភ្ញូចមួយដើម្បីឲ្យរាងកាយរបស់គាត់នឹងវាផលិតទឹកដោះអញ្ចឹងបើសិនជាគាត់អត់សាកឲ្យកូនគាត់បើទេពេលខ្លះរាងកាយរបស់គាត់នឹងវាវាច្រឡំថាអត់មានតម្រូវការអញ្ចឹងក៏ធ្វើឲ្យទឹកដោះនឹងវាឡើងចេញដូចគ្នាបន្តមកទៀតត
ta riêng cái năng ạ vì miền pe về đi cầm nọt ọt ô thì họ tha ở lỡ dương sầm ra cồn hói xẹp tay họ tha sầm ra cồn này việc cắt chẳng tới dương ở thử sầm mẹ đầm bay vô còn làng màu vinh còn con té ọt ban bầm bạc đọc cồn tề không cầm lòng pe mà ngay đương pi ngày đọc pe xẹp từ trong ai cồn mong đỏ vinh xẹp từ ọt miền tật đỏ ai miền cạn này là nghe là cô ពីច្រើនគឺយើងបានលឺពីអ្នកជំងឺមកពេលខ្លះគាត់ប្រាប់ថាអញ្ចឹងដែរប៉ុន្តែមែនទែនទៅបើសិនជាគាត់អាចព្យាយាមនៅតែសាកល្បងព្យាយាមហើយខ្លួនគាត់ហ្នឹងក៏ត្រូវបើខ្លួនឯងដែរគាត់ត្រូវញ៉ាំទឹកឲ្យបានច្រើនគាត់អាចញ៉ាំជាទឹកស៊ុបទឹកអីអញ្ចឹងទៅឬទឹកដោះគោអញ្ចឹងដើម្បីជួយឲ្យរាងកាយរបស់គាត់វាផលិតហើយបូកផ្សំនឹងការដែលគាត់ឲ្យអូនបើឲ្យអូនបើផ្ទាល់អញ្ចឹងទៅវាអាចផ្សំគ្នាទៅទោះមិនក៏ដោយក្នុងរយៈពេល2ថ្ងៃវាមិនទៅផ្អាកដាច់ភ្លាមទេវាអាចមានផលិតមកវិញបានអូខេតើអាហារអីខ្លះដែលលោកគ្រូគិតថាល្អសម្រាប់អ្នកម្ដាយដើម្បីផលិតទឹកដោះបានច្រើននិយាយឲ្យខ្លីគឺតមរបស់មួយចំនួនឧទាហរណ៍ដូចថាជាតិអាល់កុលស្រាបនិយាយគឺអត់ទេរបស់ផ្អាប់ក៏អត់ដែររបស់ហិលហ្នឹងយើងសំដៅលើដូចជាខ្ញិចម្រេចហើយខ្ញីអីដោយសារតែអាហ្នឹងក៏យើងធ្លាប់ជួបច្រើនដែរអូចាស់ពីដើមគាត់តែងតែថាពេលដែលមានផ្ទៃពោះគួរតែឲ្យញ៉ាំខដូចខមានម្រេចមានខ្ញីអីចឹងដើម្បីវាផលិតទឹកដោះបានច្រើនប៉ុន្តែតាមពេទ្យអ្វីដែលយើងធ្លាប់ជួបកូនដែលបើម្ដាយដែលគាត់ញ៉ាំម្រេចញ៉ាំខ្ញីច្រើនពេលខ្លះគាត់មានការហើមពោះអូហើយបើកូននឹងគាត់រៀងស្ទើរខែទៀតពេលខ្លះអាចមានប៉ះពាល់ដល់ពោះវៀនរបស់គាត់ហើយនឹងថ្នាំមួយចំនួនតែថ្នាំនេះជាទូទៅគ្រូពេទ្យខាងសម្ពុកនៅពេលដែលគាត់ចូលមកសម្រាឬចូលមកកើតអញ្ចឹងគឺគាត់តែងតែមើលថាម៉ាក់មានប្រើថ្នាំអីខ្លះអញ្ចឹងចាអញ្ចឹងថ្នាំមួយចំនួនទៀតក៏គេហាមគាត់ក្នុងការដែលបំបើទឹកដោះដែរចុះបើសិនជាករណីមួយទៀតម៉ាក់គាត់រវល់ដែរហើយគាត់ព្យាយាមបំបើដោះកូនដល់ទឹកដោះម្ដាយហីប៉ុន្តែអត់មានពេលវេលាផ្គត់ផ្គង់គ្រប់គ្រាន់តើអាចទេដែលយើងអាចឲ្យគាត់បើទឹកដោះម្ដាយផងទឹកដោះម្សៅផងក្នុងពេលតែមួយលោកគ្រូផ្លាស់ប្ដូរទៅមកចំពោះការបើលាយគ្នាចាបើលាយគ្នាទឹកដោះម្ដាយហើយនឹងទឹកដោះគោចាវាអត់មានអីដែលប្រឆាំងគ្នាទេគឺបានន័យថាគាត់អាចបើលាយគ្នាបានក្នុងករណីដែលចាំបាច់ឧទាហរណ៍ដូចថាយើងអត់មានទឹកដោះម្ដាយឬក៏ម៉ាក់គាត់ជាប់ធ្វើការជាប់អីចឹងទៅគាត់អត់បានបើទៀងទាត់ក៏យើងអាចជំនួសបានដែរចាមិនថាដាច់ខាតត្រូវតែអត់ទេប៉ុន្តែសរុបមកវិញបើប្រៀបធៀបទឹកដោះម្ដាយល្អជាងចង់សួរមួយទៀតដែរតាក់ទងនឹងការបំបើដោះកូននឹងតើម្ដាយនឹងកំឡុងពេលបំបើដោះកូននឹងអាចតមឬក៏អាចប្រើប្រាស់នៅផលិតផលផ្សេងហ្នឹងបានដល់កម្រិតណាវាមានផលិតផលខុសៗគ្នាច្រើនចាអញ្ចឹងយើងអាចនិយាយជារួមទាំងអស់បានទេចាគ្រាន់តែបើយល់ល្អរបស់ដែលអត់ចាំបាច់ចាដូចថារបស់តាក់ទងមួយសម្រស់សម្ផស្សអីចាព្រោះយើងអត់ដឹងថាក្នុងហ្នឹងគេលាយអីខ្លះមែនតើទៅយើងអត់ដឹងដូចគ្នាថាតើគេលាយរបស់អីខ្លះអញ្ចឹង ingredient ខ្លះវាអាចមានផលប៉ះពាល់ចាអញ្ចឹងមកក្នុងកំឡុងពេលយើងបើដោះគួរល្អគួរតែញ៉ាំរបស់ដែលចាំបាច់ទៅបានហើយឧទាហរណ៍គាត់មានជំងឺអីដែលត្រូវប្រើថ្នាំជាចាំបាច់ហើយថ្នាំវាមានប៉ះពាល់ដល់ទឹកដោះទេអូខេហ្នឹងគាត់ញ៉ាំទៅចូលមកសំណួរជាបន្តទៀតយ៉ាងណាមិញឬម៉ាក់ដែលគាត់ឲ្យកូនបើទឹកដោះគោម្សៅភិកច្រើនណាគាត់និយាយថាក្មេងៗបើទឹកដោះគោម្សៅគេងលក់ស្រួលជាងក្មេងៗដែលបើទឹកដោះម្ដាយសុទ្ធអាហ្នឹងមិនដែរលោកគ្រូខ្ញុំគិតថាអាហ្នឹងវាគ្រាន់តែជាមីតទេបានន័យថាជាអ្វីដែលគេនិយាយតគ្នាទេចាមែនតើដូចជាមិនមានហេតុផលអីដែលអញ្ចឹងទេអូខេអាចមាន possible មួយគឺពេលដែលបើដោះហ្នឹងជួនកាលអាចបើចែកបើបានតិចអញ្ចឹងគាត់ងាយនឹងភ្ញាក់ងាយនឹងទារោគទៀតអូហើយបើដល់គោតាមណាយើងកំណត់បរិមាណចាអញ្ចឹងវាដឹងថាម្ដងដឹងអស់30ឬអស់40ឬអស់60អីចឹងអញ្ចឹងគឺគាត់ចាស់គេបានយូរយ៉ាងចាអានេះជា possible ដែលយើងអាចគិតថាវាអញ្ចឹងប៉ុន្តែជាពិតតើតែយើងពិនិត្យមើលថាតាមមកពីអីអូចាប៉ុន្តែបើអត់មានហេតុផលអីដែលទឹកដោះគោគេច្រើនជាងទឹកដោះម្ដាយឥឡូវសូមតាក់ទងជាមួយនឹងបរិមាណដែលយើងគួរឲ្យកូនបើវិញម្ដងចាតើជាទូទៅទារកក្នុងមួយថ្ងៃគាត់គួរតែបើប្រមាណដងហើយរវាងការដែលឲ្យគាត់បើច្រើនម្ដងច្រើនហើយនឹងបើតិចតែច្រើនដងមួយណាល្អជាងចាមែនតើទៅក្នុងមួយថ្ងៃទារកអាចបើប្រហែលនឹង8ដងទារកទៅកើតចាអាច8ដងក្នុងមួយថ្ងៃបើយើងនិយាយជាចន្លោះមកអាច3ម៉ោងម្ដង3ម៉ោងម្ដងបាទដំបូងនៅពេលដែលគាត់ទៅបង្កើត
បានមួយថ្ងៃពីរថ្ងៃគាត់អាចបើកត្រឹមតែ10ទៅ15អីទេ cc ml បានន័យថាបើសិនយើងឆុងម្លេជាទូទៅម្លេវា30 អញ្ចឹងគាត់អាចបើកអស់ត្រឹមតែកន្លះឬក៏1/3ទេអញ្ចឹងដល់ពេលដែលស្អែកទៅខាងស្អែកទៅមួយថ្ងៃទៅមួយថ្ងៃវាបរិមាណវាចាប់ផ្ដើមឡើងតិចម្ដងដោយសារតែកាហ្វេរបស់គាត់វាចាប់ផ្ដើមរីកតិចម្ដងដែរអូខេហើយរយៈពេលនៃការបើកដូចថាមួយថ្ងៃ3ម៉ោងម្ដងហ្នឹងវាមិនមែនរហូតទេពេលដែលគាត់អាយុចាប់ផ្ដើមច្រើនទីទៅបានន័យថារាប់ថាមួយខែពីរខែឡើងទៅក៏វារៀងថយយ៉ាងចំនួននឹងវិញដែរបានន័យថាវាអាចចូលដល់4ម៉ោង5ម៉ោងអញ្ចឹងចាអញ្ចឹងវាប្រែប្រួលទៅតាមអាយុរបស់គាត់ដែរហើយបើសិនជាយើងចង់ដឹងថាតើបើយ៉ាងម៉េចទៅដឹងថាគាត់ឆ្អែតអានឹងដែលយើងបានលើកឡើងពីអេពីសូតមុនគឺការបើដោះយើងអាចមើលដឹងថាបរិមាណប៉ុន្មានទេចាអញ្ចឹងអ្វីដែលយើងសង្កេតគឺនៅពេលដែលគាត់បើហើយគាត់គេងលក់ស្កប់ស្កល់នោះបានរយៈពេលយូរអាចថា1ម៉ោង2ម៉ោងអញ្ចឹងយ៉ាងហោចណាស់ក៏បាន1ម៉ោង2ម៉ោងដែរហើយគាត់មាននោមចានោមមកអាចមួយថ្ងៃ7 8កតូបហ្នឹងដែលយើងនិយាយមុនហ្នឹងអាហ្នឹងគឺអាចបញ្ជាក់បានថាការបើរបស់គាត់ហ្នឹងគ្រប់គ្រាន់ហើយនៅសញ្ញាសំខាន់មួយទៀតគឺការឡើងគីឡូចាគឺគាត់ឡើងគីឡូពីមួយថ្ងៃទៅមួយថ្ងៃអាហ្នឹងទើបយើងអាចប្រកាសថាការបើហ្នឹងគឺគ្រប់គ្រាន់ហើយតាក់ទងចំណុចមួយទៀតដែលសួរពាក់ព័ន្ធមួយការដែលយើងឲ្យបើដូចថាម្ដងឲ្យអស់ហ្មងហើយនឹងការបើប្រដាក់ថាតើមួយណាល្អជាងបើសិនជាគាត់បើបានម្ដងអស់ដោយអត់មានបញ្ហាអត់មានក្អែអត់មានក្អួតគាត់បើបានអត់មានដំណត់ថាត្រូវតែបើប្រដាក់ចាតែការបើប្រដាក់ហ្នឹងគេអាចអនុវត្តទៅលើកូនដែលគាត់ងាយក្អែឬងាយក្អួតដូចថាគាត់បើច្រើនម្ដងហើយគាត់បើឲ្យក្អែក្អួតអីមកវិញអញ្ចឹងអានេះយើងអាចសាកល្បងក្នុងការប្រដាក់ចាបើ1/3ឬបើពាក់កណ្ដាលហើយឈប់មួយសន្ទុះទៅ10នាទីអញ្ចឹងទៅ5-10នាទីហើយចាំឲ្យបើប្រហើយអូខេពេលខ្លះក៏វាអាចជួយកាត់បន្ថយរឿងក្អែកូនរបស់គាត់ហើយលោកគ្រូចង់បញ្ជាក់មួយទៀតទម្រង់នៃការបំបើខ្ញុំបានលើលោកគ្រូលើកឡើងដែរថាការប៉ັດវាស៊ីសងទៅលើដូចថាកូនក្អែលតិចជាច្រើនហ្នឹងគឺស៊ីសងលើទម្រង់នៃការបំបើដែរអញ្ចឹងតើទម្រង់បែបណាដែលជាការបំបើដល់កូនល្អដែលជួយដល់គាត់វិញចាទម្រង់ដែលបំបើត្រឹមត្រូវចាគឺការលើកគាត់ពោឡើងបានន័យថាពេលដែលបំបើគឺយើងអត់ដាក់ឲ្យគាត់គេស្មើទេអូខេអានេះជាអ្វីដែលយើងជួបឃើញញឹកញាប់ចាគឺគាត់ដាក់ឲ្យកូនគេស្មើហើយគាត់ដាក់ដបទឹកដោះគោឲ្យបើអាហ្នឹងគឺវាមានហានិភ័យមួយនៅពេលដែលគាត់មានក្អែមានឡើងវិញវាអាចធ្វើគាត់ឆ្លក់ហើយបើកាលណាឆ្លក់ចូលសួតវាធ្ងន់ធ្ងរគ្រោះថ្នាក់អញ្ចឹងលើកពោឡើងទោះបីយើងបើដោះក៏ដោយទោះបីយើងបើដបក៏ដោយគឺត្រូវតែពោគាត់ពេលដែលបើឲ្យភ្លាមយើងឲ្យគាត់គេងទៅវិញភ្លាមទេយើងអាចទុកគាត់នៅលើដៃនឹង5-10ទៅ20នាទីទៅឬក៏យើងចេះធ្វើឲ្យក្អែដូចយើងនិយាយពីអេពីសូតមុនយើងធ្វើឲ្យក្អែធ្វើឲ្យភើអញ្ចឹងវាជួយកាត់បន្ថយអាការដែលកាពះរបស់គាត់វាប៉ោងក្រោយពី15-20នាទីលើដៃហើយទើបយើងដាក់គាត់គេងអញ្ចឹងភាគច្រើនគឺជួយកាត់បន្ថយច្រើនអាការក្អែអាការក្អួតអាការអីរបស់គាត់ហ្នឹងហើយធ្វើឲ្យគាត់ស្រួលខ្លួនទៀត